ការងារសរុបចំនួន9,780កន្លែងសម្រាប់សប្តាហ៍ខាងមុខជូនបងប្អូនប្រជាពលរដ្ឋជាពិសេសអតីតពលករដែលវិលត្រឡប់មកកម្ពុជាវិញការងារទាំងនេះមាននៅក្នុងរាជធានីខេត្តដូចជារាជធានីភ្នំពេញមានការងារសរុបចំនួន2,142កន្លែងខេត្តកំពង់ស្ពឺមានការងារសរុបចំនួន19,105កន្លែងខេត្តកណ្ដាលមានការងារសរុបចំនួន18,419កន្លែងខេត្តតាកែវមានការងារសរុបចំនួន8,235កន្លែងខេត្តស្វាយរៀងមានការងារសរុបចំនួន6,938កន្លែងខេត្តកំពង់ឆ្នាំងមានការងារសរុបចំនួន4,725កន្លែងខេត្តកោះកុងមានការងារសរុបចំនួន3,754កន្លែងខេត្តព្រះសីហនុមានការងារសរុបចំនួន1,888កន្លែងខេត្តក្រចេះមានការងារសរុបចំនួន1,567កន្លែងខេត្តកំពង់ចាមមានការងារសរុបចំនួន1,256កន្លែងខេត្តរតនគិរីមានការងារសរុបចំនួន1,255កន្លែងខេត្តស្ទឹងត្រែងមានការងារសរុបចំនួន601កន្លែងខេត្តបៃលិនមានការងារសរុបចំនួន590កន្លែងខេត្តកំពង់ធំមានការងារសរុបចំនួន559កន្លែងខេត្តត្បូងឃ្មុំមានការងារសរុបចំនួន394កន្លែងរីឯខេត្តមណ្ឌលគិរីមានការងារសរុបចំនួន357កន្លែងខេត្តព្រះវិហារមានការងារសរុបចំនួន280កន្លែងខេត្តបន្ទាយមានជ័យមានការងារសរុបចំនួន216កន្លែងខេត្តបាត់ដំបងមានការងារសរុបចំនួន190កន្លែងខេត្តពោធិ៍សាត់មានការងារសរុបចំនួន142កន្លែងខេត្តសៀមរាបមានការងារសរុបចំនួន88កន្លែងខេត្តព្រៃវែងមានការងារសរុបចំនួន32កន្លែងខេត្តកំពតមានការងារសរុបចំនួន26កន្លែងខេត្តឧត្តរមានជ័យមានការងារសរុបចំនួន12កន្លែងនិងខេត្តកែបមានការងារសរុបចំនួន9កន្លែងសូមជម្រាបផងដែរថាចាប់តាំងពីខែកក្កដារហូតមកដល់បច្ចុប្បន្ននេះក៏មានបងប្អូនដែលជាអតីតពលករវិលត្រឡប់មកកម្ពុជាវិញជាង33,000នាក់ទទួលបានការងារធ្វើនៅក្នុងប្រទេសប្រសិនបើបងប្អូនចង់ទទួលបានការងារធ្វើសូមទំនាក់ទំនងមកលេខ1297